ប្រទេសមានសុខសន្តិភាពម្ដេចបានមានក្រុមមនុស្សបែបនេះនៅក្នុងសង្គមអញ្ចឹងតើក្រុមនេះជានរណាម្ដេចបានមានឥទ្ធិពលខ្លាំងម្ល៉េះហ៊ានសម្លុតឆែកកាតអ្នកសារព័ត៌មានលើផ្លូវសាធារណៈហើយប្រើអំពើហិង្សាលើអ្នកសារព័ត៌មានទៀតអើតើមើលតកាតមកបានមន្ត្រីខាងអីយើងសួរបងឯងខ្ញុំប្រជាជនប៉ុន្តែបងឯងចុះធ្វើការងារពាក់បានខ្ញុំមើលកាតបានគឺបានបងឯងថតទៅអីបងឯងមានសិទ្ធអីមកប្រជាជនមានសិទ្ធមកថតអ្នកខ្សែឡើយណែអ្នកខ្សែក៏ត្រូវមានកាតឲ្យមើលដែរណាមកមិនថតខ្ញុំទេបងឯងពាក់កាតថតមើលតកាតថតទៅឥឡូវបងឯងថតខ្ញុំណែអញបាយទេអត់ខ្សែអញបាយទេអត់ខ្សែអញបាយទេហើយថតអញមិនថតហើយថតអញមិនថតអញមិនខ្សែអញបាយទេណារូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាសកម្មភាពអំពើហិង្សារវាងមនុស្សមួយក្រុមមានគ្នា4នាក់ពាក់ឯកសណ្ឋានស៊ីវិលបានប្រើអំពើហិង្សាមកលើភ្នាក់ងារអង្គភាពសារព័ត៌មាន N3+U យើងបន្ទាប់ពីក្រុមការងារយើងបានចុះទៅផ្ដិតយករូបភាពជុំវិញទៅនឹងករណីនៃការកាប់ទន្ទ្រានដីព្រៃឡង់យកធ្វើជាកម្មសិទ្ធិហើយវីដេអូនេះដែរបានកើតឡើងនារសៀលថ្ងៃទី24ខែមិនិនា ឆ្នាំ2025ស្ថិតនៅក្នុងមូលដ្ឋានឃុំកាំងចាមស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពបន្ទាប់មកត្រឡប់មកវិញប៉ុន្តែស្រាប់តែមានមនុស្ស4នាក់នេះមិនដឹងថាគាត់មានតួនាទីអ្វីនោះទេបានជាគាត់មកកាក់មកស្ទាក់អ្នកសារព័ត៌មានយើងសួរនាំរកកាតរកអីអញ្ចឹងហើយបន្ទាប់មកទៀតក្រុមគាត់នោះក៏បានប្រើអំពើហិង្សាវាយមកលើអ្នកសារព័ត៌មានយើងបណ្ដាលឲ្យអ្នកសារព័ត៌មានយើងត្រូវចំនួន5ដៃក៏ដូចជាបែកទូរស័ព្ទអស់2គ្រឿងបន្ទាប់ពីកើតហេតុភ្លាមក្រុមការងារអង្គភាពសារព័ត៌មាន N3+U យើងក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាមស្រុកថ្លាបរវត្តខេត្តស្ទឹងត្រែងដើម្បីសុំឲ្យនគរបាលជួយរកយុត្តិធម៌ប៉ុន្តែមិនទាន់បានមានការសម្របសម្រួលឬក៏មានការដោះស្រាយណាមួយនោះទេពលគឺសមត្ថកិច្ចបានស្នើឲ្យអ្នកសារព័ត៌មានយើងលុបរូបភាពដែលបានចុះទៅថតក៏ដូចជាលុបរូបភាពដែលបានប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មានទៅវិញសូមឲ្យសមត្ថកិច្ចពិនិត្យពិចារណាឡើងវិញនេះគឺជាបទល្មើសជាក់ស្ដែងហើយក្រុមនេះជានរណាម្ដេចបានមានឥទ្ធិពលខ្លាំងម្ល៉េះនេះអ្នកសារព័ត៌មានធ្វើដំណើរលើផ្លូវសាធារណៈបន្ទាប់ពីចុះផ្ដិតយករូបភាពជុំវិញទៅនឹងបទល្មើសម្ដេចបានសមត្ថកិច្ចមិនមានវិធានការបែបនេះអញ្ចឹងតាមរយៈវីដេអូនេះសូមសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងមេត្តាពិនិត្យមើលជុំវិញទៅនឹងករណីនេះផងនេះអ្នកសារព័ត៌មានធ្វើដំណើរលើផ្លូវសាធារណៈពួកគាត់ហ៊ានធ្វើទង្វើបែបនេះចុះបើប្រជាពលរដ្ឋធម្មតាវិញតើគាត់នឹងធ្វើបែបគេយ៉ាងណាវិញប្រទេសមានច្បាប់ប្រទេសមានសុខសន្តិភាពគួរណាតែគាត់ប្រើច្បាប់គួរណាតែគាត់ប្រើការនិយាយគ្នាដោយសន្តិវិធីម្ដេចបានជាគាត់ចាំបាច់ប្រើអំពើហិង្សាបែបនេះសូមទស្សនាคลิปវីដេអូសកម្មភាពនោះនិងពិចារណាតាមការគួរទាំងអស់គ្នាបងប្អូនគេមើលឲ្យកាត់គេមើលមកពាក់មកបានទៅយកកាតអញដែរមើលខ្សែតែប៉ុន្តែគាត់ឃើញយកឲ្យទៅកាតពាក់មកឲ្យទៅរឿងមកអីវិញឲ្យទៅពាក់កាតទៅបានហើយកាតមិនមកគុំតាមផ្លូវនោះកាតតាមផ្លូវក៏ដោយមិនកាតតែមួយបងឯងត្រូវមានកាតទាំងអស់គ្នាកូនចៅខ្ញុំទៅមានកាតទាំងអស់គ្នាឲ្យទៅមើលតកាតមកបានមន្ត្រីខាងអីយើងសួរបងឯងខ្ញុំប្រជាជនប៉ុន្តែបងឯងចុះធ្វើការងារពាក់បានខ្ញុំមើលកាតបានគឺបានបងឯងថតទៅអីបងឯងមានសិទ្ធអីមកប្រជាជនមានសិទ្ធមកថតអ្នកខ្សែឡើយណែអ្នកខ្សែក៏ត្រូវមានកាតឲ្យមើលដែរណាមិនថតខ្ញុំទេបងឯងពាក់កាតថតមើលតកាតថតទៅឥឡូវបងឯងថតខ្ញុំណែអញបាយទេអត់ខ្សែអញបាយទេអត់ខ្សែអញបាយទេហើយថតអញមិនថតហើយថតអញមិនថតអញមិនខ្សែអញបាយទេណាថតប្រាប់ខ្ញុំគ្រប់ទៅថតអញបោកគ្រូសាមការប្រទេសមានសុខសន្តិភាពម្ដេចបានមានក្រុមមនុស្សបែបនេះនៅក្នុងសង្គមអញ្ចឹងតើក្រុមនេះជានរណាម្ដេចបានមានឥទ្ធិពលខ្លាំងម្ល៉េះហ៊ានសម្លុតឆែកកាតអ្នកសារព័ត៌មានលើផ្លូវសាធារណៈហើយប្រើអំពើហិង្សា
លើអ្នកសារព័ត៌មានទៀត អើតមើលតកាត់មកបាន មន្ត្រីខាងអីយើងសួរមកហើយ ខ្ញុំប្រជាជនប៉ុន្តែបងឯងចុះធ្វើការងារពាក់បានខ្ញុំមើលកាត់បានគឺបានបងឯងថតទៅ អីបងឯងមានសិទ្ធអីមកប្រជាជនមានសិទ្ធមកហូតអ្នកខ្សែឡើយ ណែអ្នកកសែតក៏ត្រូវមានការឲ្យមើលដែរណា អូ មកមិនថតខ្ញុំទេបងឯងពាក់កាត់ថតមើលតកាត់ថតទៅឥឡូវបងឯងថតខ្ញុំណែអញបាយទេអកសែតអញបាយទេអកសែតអញបាយទេហើយថតអញមិនថតអញមិនថតអញមិនអូកសែតអញបាយទេណា រូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាសកម្មភាពអំពើហិង្សារវាងមនុស្សមួយក្រុមមានគ្នា4នាក់ពាក់ឯកសណ្ឋានស៊ីវិលបានប្រើអំពើហិង្សាមកលើភ្នាក់ងារអង្គភាពសារព័ត៌មាន N3 Plus U យើងបន្ទាប់ពីក្រុមការងារយើងបានចុះទៅផ្ដិតយករូបភាពជុំវិញទៅនឹងករណីនៃការកាប់ទន្ទ្រានដីព្រៃឡង់យកធ្វើជាកម្មសិទ្ធិហើយវីដេអូនេះដែរបានកើតឡើងនារសៀលថ្ងៃទី24ខែមិនិនា ឆ្នាំ2025 ស្ថិតនៅក្នុងមូលដ្ឋានឃុំកាំងចាមស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពបន្ទាប់មកត្រឡប់មកវិញប៉ុន្តែស្រាប់តែមានមនុស្ស4នាក់នេះមិនដឹងថាគាត់មានតួនាទីអ្វីនោះទេបានជាគាត់មកកាក់មកស្ទាក់អ្នកសារព័ត៌មានយើងសួរនាំរកកាតរកអីអញ្ចឹងហើយបន្ទាប់មកទៀតក្រុមគាត់នោះក៏បានប្រើអំពើហិង្សាវាយមកលើអ្នកសារព័ត៌មានយើងបណ្ដាលឲ្យអ្នកសារព័ត៌មានយើងត្រូវចំនួន5ដៃក៏ដូចជាបែកទូរស័ព្ទអស់2គ្រឿងបន្ទាប់ពីកើតហេតុភ្លាមក្រុមការងារអង្គភាពសារព័ត៌មាន N3 Plus U យើងក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាមស្រុកថ្លាបរវត្តខេត្តស្ទឹងត្រែងដើម្បីសុំឲ្យនគរបាលជួយរកយុត្តិធម៌ប៉ុន្តែមិនទាន់បានមានការសម្របសម្រួលឬក៏មានការដោះស្រាយណាមួយនោះទេពលគឺសមត្ថកិច្ចបានស្នើឲ្យអ្នកសារព័ត៌មានយើងលុបរូបភាពដែលបានចុះទៅថតក៏ដូចជាលុបរូបភាពដែលបានប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មានទៅវិញសូមឲ្យសមត្ថកិច្ចពិនិត្យពិចារណាឡើងវិញនេះគឺជាបទល្មើសជាក់ស្ដែងហើយក្រុមនេះជានរណាម្ដេចបានមានឥទ្ធិពលខ្លាំងម្ល៉េះនេះអ្នកសារព័ត៌មានធ្វើដំណើរលើផ្លូវសាធារណៈបន្ទាប់ពីចុះផ្ដិតយករូបភាពជុំវិញទៅនឹងបទល្មើសម្ដេចបានសមត្ថកិច្ចមិនមានវិធានការបែបនេះអញ្ចឹងតាមរយៈវីដេអូនេះសូមសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងមេត្តាពិនិត្យមើលជុំវិញទៅនឹងករណីនេះផងនេះអ្នកសារព័ត៌មានធ្វើដំណើរលើផ្លូវសាធារណៈពួកគាត់ហ៊ានធ្វើទង្វើបែបនេះចុះបើប្រជាពលរដ្ឋធម្មតាវិញតើគាត់នឹងធ្វើបែបគេយ៉ាងណាវិញប្រទេសមានច្បាប់ប្រទេសមានសុខសន្តិភាពគួរណាតែគាត់ប្រើច្បាប់គួរណាតែគាត់ប្រើការនិយាយគ្នាដោយសន្តិវិធីមិនដេចបានជាគាត់ចាំបាច់ប្រើអំពើហិង្សាបែបនេះសូមទស្សនាคลิปវីដេអូសកម្មភាពនោះនិងពិចារណាតាមការគួរទាំងអស់គ្នាបងប្អូន គេមើលឲ្យគេមើលមកពាក់មកបានទៅយកកាតអញដែរមើលកសែតអីកសែតតែប៉ុន្តែគាត់ថាយកឲ្យទៅកាតពាក់មក ឥឡូវនៅរឿងមួយអីវិញហ៎ ឲ្យទៅពាក់កាតទៅបានហើយ កើតមិនមកគុំតាមផ្លូវនោះកើត តាមផ្លូវក៏ដោយមិនកាតតែមួយបងឯងត្រូវមានកាតទាំងអស់គ្នា កូនចៅខ្ញុំ ត្រូវមានកាតទាំងអស់គ្នាឲ្យទៅមើលតកាតមកបានហើយ មន្ត្រីខាងអីយើងសួរមកហើយ ខ្ញុំប្រជាជនប៉ុន្តែបងឯងចុះធ្វើការងារពាក់បានខ្ញុំមើលកាតបានគឺបានបងឯងថតទៅ អីបងឯងមានសិទ្ធអីមកប្រជាជនមានសិទ្ធមកហូតអ្នកខ្សែឡើយ ណែអ្នកកសែតក៏ត្រូវមានការឲ្យមើលដែរណាមកមិនថតខ្ញុំទេបងឯងពាក់កាតថតមើលតកាតថតទៅឥឡូវបងឯងថតខ្ញុំណែអញបាយទេអកសែតអញបាយទេអកសែតអញបាយទេហើយថតអញមិនថតអញមិនថតអញមិនអូកសែតអញបាយទេណាថតប្រាប់เลยគ្រប់ទៅថតអញបោកគ្រូសាមការ ប្រទេសមានសុខសន្តិភាពម្ដេចបានមានក្រុមមនុស្សបែបនេះនៅក្នុងសង្គមអញ្ចឹងតើក្រុមនេះជានរណាម្ដេចបានមានឥទ្ធិពលខ្លាំងម្ល៉េះហ៊ានសម្លុតឆែកកាតអ្នកសារព័ត៌មានលើផ្លូវសាធារណៈហើយប្រើអំពើហិង្សាលើអ្នកសារព័ត៌មានទៀត ឲ្យទៅមើលតកាតមកបានហើយ មន្ត្រីខាងអីយើងសួរមកហើយ ខ្ញុំប្រជាជនប៉ុន្តែបងឯងចុះធ្វើការងារពាក់បានខ្ញុំមើលកាតបានគឺបានបងឯងថតទៅ អីបងឯងមានសិទ្ធអីមកប្រជាជនមានសិទ្ធមកហូតអ្នកខ្សែឡើយ ណែអ្នកកសែតក៏ត្រូវមានការឲ្យមើលដែរណា
mà thôn nhau ơi bò ai chặt cá thôn mơ tất cả thôn đâu ở đây mày thôn rồi nè anh bay đấy hả anh bay đấy anh bay đấy lại thoát anh mấy thoát anh mấy thoát anh mấy anh bay đấy nè រូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាសកម្មភាពអំពើហិង្សារវាងមនុស្សមួយក្រុមមានគ្នា4នាក់ពាក់ឯកសណ្ឋានស៊ីវិលបានប្រើអំពើហិង្សាមកលើភ្នាក់ងារអង្គភាពសារព័ត៌មាន N3+U យើងបន្ទាប់ពីក្រុមការងារយើងបានចុះទៅផ្ដិតយករូបភាពជុំវិញទៅនឹងករណីនៃការកាប់ទន្ទ្រានដីព្រៃឡង់យកធ្វើជាកម្មសិទ្ធិហើយវីដេអូនេះដែរបានកើតឡើងនារសៀលថ្ងៃទី24ខែមិនិនា ឆ្នាំ2025 ស្ថិតនៅក្នុងមូលដ្ឋានឃុំកាំងចាមស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពបន្ទាប់មកត្រឡប់មកវិញប៉ុន្តែស្រាប់តែមានមនុស្ស4នាក់នេះមិនដឹងថាគាត់មានតួនាទីអ្វីនោះទេបានជាគាត់មកកាក់មកស្ទាក់អ្នកសារព័ត៌មានយើងសួរនាំរកកាតរកអីអញ្ចឹងហើយបន្ទាប់មកទៀតក្រុមគាត់នោះក៏បានប្រើអំពើហិង្សាវាយមកលើអ្នកសារព័ត៌មានយើងបណ្ដាលឲ្យអ្នកសារព័ត៌មានយើងត្រូវចំនួន5ដៃក៏ដូចជាបែកទូរស័ព្ទអស់2គ្រឿងបន្ទាប់ពីកើតហេតុភ្លាមក្រុមការងារអង្គភាពសារព័ត៌មាន N3+U យើងក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាមស្រុកថ្លាបរវត្តខេត្តស្ទឹងត្រែងដើម្បីសុំឲ្យនគរបាលជួយរកយុត្តិធម៌ប៉ុន្តែមិនទាន់បានមានការសម្របសម្រួលឬក៏មានការដោះស្រាយណាមួយនោះទេពលគឺសមត្ថកិច្ចបានស្នើឲ្យអ្នកសារព័ត៌មានយើងលុបរូបភាពដែលបានចុះទៅថតក៏ដូចជាលុបរូបភាពដែលបានប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មានទៅវិញសូមឲ្យសមត្ថកិច្ចពិនិត្យពិចារណាឡើងវិញនេះគឺជាបទល្មើសជាក់ស្ដែងហើយក្រុមនេះជានរណាម្ដេចបានមានឥទ្ធិពលខ្លាំងម្ល៉េះនេះអ្នកសារព័ត៌មានធ្វើដំណើរលើផ្លូវសាធារណៈបន្ទាប់ពីចុះផ្ដិតយករូបភាពជុំវិញទៅនឹងបទល្មើសម្ដេចបានសមត្ថកិច្ចមិនមានវិធានការបែបនេះអញ្ចឹងតាមរយៈវីដេអូនេះសូមសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងមេត្តាពិនិត្យមើលជុំវិញទៅនឹងករណីនេះផងនេះអ្នកសារព័ត៌មានធ្វើដំណើរលើផ្លូវសាធារណៈពួកគាត់ហ៊ានធ្វើទង្វើបែបនេះចុះបើប្រជាពលរដ្ឋធម្មតាវិញតើគាត់នឹងធ្វើបែបគេយ៉ាងណាវិញប្រទេសមានច្បាប់ប្រទេសមានសុខសន្តិភាពគួរណាតែគាត់ប្រើច្បាប់គួរណា